គ្រួសាររបស់សវណ្ណរាជរាប់អានជាមួយលោកសេដ្ឋីក្នុងនាមជាឪពុកធរនិងកូនធរនៅថ្ងៃមួយលោកសេដ្ឋីដែលជាឪពុកធរក៏បានធ្វើដំណើរទៅលេងសវណ្ណរាជលោកពុកសម្រាប់នៅផ្ទះរបស់ខ្ញុំ 4-5 ថ្ងៃសិនទៅណាលោកពុកចាំទៅផ្ទះវិញណាលោកពុកដោយសារតែកូនចង់ឲ្យលោកពុកស្នាក់នៅទីនេះអញ្ចឹងជាការប្រសើរដែរណាកូនដែលកូនចង់ឲ្យពុកសម្រាប់នៅលេងផ្ទះរបស់កូនប៉ុន្តែពុកសម្រាប់ត្រឹមតែ2យប់តែប៉ុណ្ណោះពុកនឹងទៅវិញលោកពុកកុំបែកចិត្តអីកូនរកស៊ីមានបានដោយសារតែបានដើមទុនពីលោកពុកបើសិនជាមិនបានលោកពុកជួយទេកូនក៏មិនមានថ្ងៃនេះដូច្នេះលោកពុកមិនចាំបាច់ខ្លាចចិត្តកូនទេប្រពន្ធរបស់ខ្ញុំនិយាយត្រឹមត្រូវលោកពុកមិនចាំបាច់ខ្លាចចិត្តខ្ញុំទាំងពីរនាក់ទេលោកពុកសម្រាប់នៅទីនេះតាមស្រួលទៅណាលោកពុកអរគុណច្រើនហើយណាកូនប៉ុន្តែពុកមានការងារច្រើនទៀតដែលត្រូវធ្វើដូច្នេះពុកសម្រាប់ចិត្តថាសម្រាប់នៅទីនេះតែ2យប់តែប៉ុណ្ណោះអញ្ចឹងសម្រាប់តាមលោកពុកទៅកូនឡើងលើផ្ទះដើម្បីរៀបចំបាយទឹកជូនលោកពុកពិសាសិនបងនិងលោកពុកនៅក្រោមផ្ទះនិយាយគ្នាលេងសិនទៅនៅពេលយប់ក៏បានមកដល់លោកសេដ្ឋីដែលជាឪពុកធរក៏មានគំនិតអាក្រក់យើងរាល់ថ្ងៃនេះមិនមានប្រពន្ធយើងមានទ្រព្យសម្បត្តិច្រើនមែនប៉ុន្តែយើងមិនមានប្រពន្ធដើម្បីបំពេញសុភមង្គលក្តីសុខឲ្យយើងដូចគេនោះទេប៉ុន្តែលោកសេដ្ឋីមានស្រីបម្រើច្រើនដូច្នេះខ្ញុំគិតថាទោះបីជាមិនមានប្រពន្ធក៏លោកសេដ្ឋីមិនទាស់ខុសអ្វីដែរណាលោកសេដ្ឋីឯងនិយាយបែបនេះពិតជាត្រឹមត្រូវយើងមានគំនិតមួយដែលយើងចង់បានហើយយើងជឿជាក់ថានឹងបានសម្រេចជាមិនខានតើលោកសេដ្ឋីមានគំនិតអ្វីទៅមានគំនិតអ្វីប្លែកមែនទេលោកសេដ្ឋីនិយាយប្រាប់ខ្ញុំឲ្យបានដឹងផងណាលោកសេដ្ឋីឯងមើលទៅម្ចាស់ផ្ទះនេះមានទ្រព្យសម្បត្តិច្រើនដែរទេទ្រព្យសម្បត្តិគ្រប់បែបយ៉ាងគេបានមកដោយសារតែយើងឲ្យគេធ្វើដើមទុនរកស៊ីតែប៉ុណ្ណោះហើយមិនតែប៉ុណ្ណោះគេថែមទាំងមានប្រពន្ធស្អាតថែមទៀតយើងត្រូវតែរកវិធីដើម្បីកម្ចាត់គេយកប្រពន្ធគេឲ្យតតែបានលោកសេដ្ឋីកំពុងតែចាប់អារម្មណ៍ប្រពន្ធកូនធွာខ្លួនឯងមែនទេលោកសេដ្ឋីខ្ញុំគិតថាបើលោកសេដ្ឋីរៀបចំផែនការអ្វីមួយផែនការនោះប្រកាសជាបានសម្រេចនៅថ្ងៃស្អែកនេះឯងត្រូវតែធ្វើតាមបញ្ជារបស់យើងមានការងារមួយសម្រាប់ឯងដូច្នេះឯងត្រូវតែធ្វើការងារនោះឲ្យបានសម្រេចប៉ុន្តែពេលនេះឯងទៅសម្រាកសិនទៅបាទលោកសេដ្ឋីទទួលបញ្ជានៅពេលស្អែកឡើងលោកសេដ្ឋីក៏បានឲ្យកូនធររបស់គាត់ជូនគាត់ដើរមើលដំណាំនៅក្នុងចម្ការដំណាំរបស់ខ្ញុំពិតជាល្អមែនណាលោកពុកដោយសារតែការនិយាយណែនាំពីលោកពុកដូច្នេះទើបបានជាដំណាំខ្ញុំល្អបែបនេះតាមគំរូលោកពុកនិយាយប្រាំកូនគឺជាមនុស្សពូកែធ្វើការងារអ្វីតែងតែបានសម្រេចដូច្នេះកូនពិតជាពូកែធ្វើការងារមែនកូនធររបស់ពុកពិតជាពូកែលោកពុកនិយាយសរសើរខ្ញុំពេកហើយអញ្ចឹងលោកពុកយើងធ្វើដំណើរទៅមុខបន្តទៀតទៅនៅខាងមុខមានចំការបន្លែនិងចំការដំណាំច្រើនទៀតដែលខ្ញុំចង់ឲ្យលោកពុកបានឃើញអញ្ចឹងតោះកូនប្រញាប់ជូនពុកទៅមើលនៅពេលនេះតែម្ដងទៅនៅថ្ងៃនេះពុកចង់ដើរមើលឲ្យពេញមួយថ្ងៃសវណ្ណរាជក៏បានជូនឪពុកធម៌របស់គាត់ដើរមើលចំការទាំងដែលគាត់មិនបានដឹងទេថាពេលនេះប្រពន្ធគាត់នៅផ្ទះកំពុងតែមានគ្រោះថ្នាក់ចំណែកកូនចៅលោកសេដ្ឋីកំពុងតែធ្វើសកម្មភាពចំពោះស្រីលក្ខតែអ្នកមានការអ្វីហើយអ្វីបានជាអ្នកចូលមកដល់បន្ទប់របស់ខ្ញុំបែបនេះវាគឺជាបន្ទប់គេងខ្ញុំពីរអ្នកប្តីប្រពន្ធតែប៉ុណ្ណោះដែលមានសិទ្ធិចូលមកដល់ទីនេះខ្ញុំមកទីនេះដើម្បីមានរឿងមួយខ្ញុំត្រូវតែដោះស្រាយឲ្យខ្ញុំសុំទោសផងណាលោកសេដ្ឋីនេះខ្ញុំត្រូវតែធ្វើតាមបញ្ជារបស់លោកសេដ្ឋីខ្ញុំលោកសេដ្ឋីខ្ញុំបញ្ជាមកយ៉ាងម៉េចខ្ញុំត្រូវតែធ្វើអ្នកឯងកំពុងតែនិយាយពីអ្វីហ្នឹងមិនបានជានិយាយអាក្រក់បែបនេះប្រញាប់ចាក់ចេញទៅវិញទៅមុនពេលដែលប្តីខ្ញុំបានមកដល់ឲ្យចាក់ចេញបានយ៉ាងម៉េចត្រូវតែមកតាមខ្ញុំនៅពេលនេះទៅតាមខ្ញុំភ្លាមទៅជួយផងនៅពេលនោះកូនចៅលោកសេដ្ឋីក៏បានចោកថ្នាំខ្ទប់មាត់ស្រីលក្ខហើយស្រីលក្ខក៏បានសន្លប់ហើយក៏បានយកស្រីលក្ខចាក់ចេញពីបន្ទប់ចំណែកសវណ្ណរាជនិងលោកសេដ្ឋីក៏បានធ្វើដំណើរមកដល់ផ្ទះវិញនៅពេលល្ងាច
ពុកគិតថានឹងប្រញាប់ទៅផ្ទះវិញនៅពេលនេះមិនអាចដេកមួយយប់បានទៀតទេណាកូនដោយសារតែពុកបារម្ភពីការងារនៅផ្ទះខ្ញុំខំតែសប្បាយចិត្តដែលបានដឹងថាលោកពុកស្នាក់នៅទីនេះ2យប់ប៉ុន្តែបើសិនជាលោកពុកប្រញាប់ទៅមើលការងារបែបនេះមិនអីទេណាលោកពុកទៅមើលការងារលោកពុកទៅលោកពុកបារម្ភពីការងាររបស់ខ្លួនឯងមែនហើយណាកូនពុកបារម្ភពីការងារនៅផ្ទះដែលកូនចៅគេនៅមើលអញ្ចឹងពុកគិតថាទៅសិនហើយណាកូនបាទលោកពុកសុខសប្បាយតាមផ្លូវចាំថ្ងៃក្រោយកូននឹងទៅលេងលោកពុកដល់ផ្ទះលោកពុកលោកសេដ្ឋីក៏បានធ្វើដំណើរចាកចេញទៅផ្ទះគាត់វិញទាំងដែលគាត់ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងចំណែកស្រីលក្ខក៏ត្រូវបានកូនចៅលោកសេដ្ឋីចាប់យកមកដាក់នៅក្នុងបន្ទប់មួយដែលនៅក្រោយចំការរបស់លោកសេដ្ឋីលោកពុកដល់លេងខ្ញុំវិញទៅមិនបានជាលោកពុកធ្វើទង្វើបែបនេះគ្រួសារខ្ញុំទុកលោកពុកប្រៀបដូចជាលោកពុកបង្កើតប៉ុន្តែហេតុអ្វីបានជាលោកពុកធ្វើរឿងបែបនេះទៅវិញបើយើងដោះលែងនាងឲ្យទៅវិញយើងពិតជាមនុស្សល្ងងយើងចាប់យកនាងមកធ្វើជាប្រពន្ធហើយនាងត្រូវតែរស់នៅក្នុងបន្ទប់នេះអស់មួយជីវិតនាងត្រូវតែធ្វើជាប្រពន្ធយើងអស់មួយជីវិតលោកឯងនិយាយបែបនេះលោកឯងពិតជាមនុស្សអាក្រក់មែនទាំងដែលខ្ញុំពីរនាក់ប្តីប្រពន្ធទុកលោកដូចជាឪពុកប៉ុន្តែមិននឹកស្មានថាលោកធ្វើទង្វើថោកទាបបែបនេះយើងព្រមធ្វើទង្វើថោកទាបបែបនេះឲ្យតែបាននាងធ្វើជាប្រពន្ធបំរើយើងអស់មួយជីវិតយើងសប្បាយចិត្តពេកហើយឆាប់បំរើយើងនៅពេលនេះភ្លាមទៅលោកសេដ្ឋីគិតខុសហើយបំណងលោកសេដ្ឋីមិនអាចខ្លាចទៅជាការពិតបានទេណាលោកសេដ្ឋីហើយអ្វីបានជាឯងបានដឹងហើយតើហើយអ្វីបានជាឯងបានដឹងថាយើងចាប់យកនាងមកទីនេះមិនបានជាឯងបានដឹងអញ្ចឹងដោយសារតែអ្នកធ្វើការនៅចំការរបស់ខ្ញុំគេបានឃើញសកម្មភាពកូនចៅលោកសេដ្ឋីប៉ុន្តែគេមិនទាន់ហ៊ានទៅនិយាយប្រាប់ខ្ញុំគេរងចាំឲ្យលោកសេដ្ឋីចាក់ចេញពីផ្ទះខ្ញុំសិនមិននឹកស្មានថាឪពុកធម៌ដែលខ្ញុំគោរពប៉ុន្តែបែរជាធ្វើទង្វើថោកទាបបែបនេះទៅវិញតើឯងចង់យ៉ាងម៉េចមិនមានអ្នកណាម្នាក់អាចធ្វើអ្វីយើងបានឡើយយើងចោទប្រកាន់ថាពីរអ្នកប្តីប្រពន្ធឯងបានមកធ្វើបាបយើងដល់ចំការរបស់យើងក៏ព្រោះតែនៅទីនេះជាចំការរបស់យើងនៅខាងក្រៅមានលោកសេនាជាច្រើនកំពុងតែរងចាំដូច្នេះលោកសេដ្ឋីកុំបារម្ភអីលោកសេនាកំពុងតែរងចាំចាប់លោកសេដ្ឋីទៅដាក់គុកលោកសេដ្ឋីទៅដេកនៅក្នុងគុកទៅអត់ទេលោកសេដ្ឋីក៏បានរត់ចាកចេញទៅដើម្បីយករួចខ្លួនប៉ុន្តែគាត់ត្រូវបានក្រុមលោកសេនានៅខាងក្រោមបានស្ទាក់ចាប់យកលោកសេដ្ឋីទៅដាក់គុក